was also happy to give them the supplies that they needed for. បានយកអំណោយនិងសម្ភារៈសិក្សាផ្សេងៗមកជូនមិត្តភ័ក្តិនៅឯមណ្ឌលមេឈើទោះបីវាជាអំណោយបន្តិចបន្តួចប៉ុន្តែខ្ញុំសង្ឃឹមថាវានឹងអាចជួយមិត្តភ័ក្តិសប្បាយចិត្តនិងមានកម្លាំងចិត្តរៀនសូត្រវិញ I also felt happy to give them and see them play together and share toys together. កម្មវិធីនេះធ្វើឲ្យខ្ញុំរៀនចេះចែករំលែកគ្នានិងជួយគ្នាទៅវិញទៅមក I'm thankful that my family, I have a loving family and everybody in my family loves me. But these kids, they do not have loving families. Some of their families die. Some just leave them in the alleyways, and yeah. ពួកយើងចង់ប្រាប់ថាអ្នកទាំងអស់គ្នាមិននៅឯកោទេពួកយើងនឹងនៅក្បែរគ្នានិងជួយគ្នាជានិច្ច ចាអញ្ចឹងកុមារទាំងអស់ដែលនៅទីនោះគឺសុទ្ធតែជាកុមារកំព្រាឪពុកម្ដាយបានន័យថាអត់មានឪពុកម្ដាយទេកុមារកំព្រាខ្លះកើតមកគឺត្រូវបានឪពុកម្ដាយបោះបង់ចោលឬក៏កុមារកំព្រាខ្លះត្រូវបានឪពុកម្ដាយគាត់អត់មានសមត្ថភាពក្នុងការចិញ្ចឹមបីបាច់ថែរក្សាទៅយកទៅដាក់នៅមណ្ឌលមេឈើចាអញ្ចឹងនៅទីនេះគឺសកម្មភាពកុមារតូចៗគឺដោយរូបភាពដែលបានឃើញអាចនឹងមានរូបភាពច្រើនជាងនឹងឬក៏មានកុមារធំជាងនឹងទៀតអញ្ចឹងកូនគិតមើលយើងកើតមកយើងមានអាហារយើងមានកន្លែងស្នាក់នៅពេញលេងយើងទទួលបានភាពកក់ក្ដៅពីឪពុកម្ដាយចុះកុមារទាំងអស់ដែលនៅទីនោះអត់មានឪពុកម្ដាយគាត់ញ៉ាំអាហាររួមគ្នាជិះនិយាយតាមបងយកថានៅក្នុងទីយើងអាចនឹងអ្នកខ្លះក៏គាត់មានម៉ាក់ទៅអ្នកខ្លះក៏មានប៉ាទៅអ្នកខ្លះក៏មានទាំងម៉ាក់មានទាំងប៉ាទៅអីគាត់អញ្ចឹង at least ក៏កូនមានម្នាក់អាចទៅនេះអញ្ចឹងគាត់អាចជជែកជាមួយឬមកក៏មានគូឬមកក៏មីងឬមួយក៏បងប្អូនអាចជជែកគ្នាជាមួយកូនបានហើយគាត់តែសម្រាប់ពួកគាត់ no លេខមកអត់មានតែប្រធានអង្គការទេឥឡូវគាត់ទូ ជំរាបសួរមេដាបៃតានិងសួស្តីសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះផងដែរយើងបានមកដល់មណ្ឌលមេឈើជាទីជម្រកសម្រាប់កុមារកំព្រានៅទីនេះជិត200នាក់ថ្ងៃនេះខាងសាលាគឺមានចិត្តរំភើបមែនតើបាននាំយកនៅអំណោយមួយចំនួនដែលមកពីខាងកូនម៉ាក់ប៉ារបស់កូនសិស្សគាត់បានឧបត្ថម្ភមកហើយបានយកមកចែកជូនដល់កូនរីករាយមែនតើសម្រាប់មណ្ឌលមេឈើខ្ញុំណាវីតំណាងឲ្យលោកគ្រូផនផាឡាចាដែលគាត់ចប់ធុរៈទៅព្រំដែនចាហើយអរគុណមែនតើសម្រាប់វត្តមានលោកគ្រូអ្នកគ្រូក្នុងការចូលរួមចែករំលែកក្តីស្រឡាញ់ចាមកដល់មណ្ឌលមេឈើបច្ចុប្បន្ននេះ
យើងបានរយៈពេល5ឆ្នាំហើយចាដែលយើងមិនមានអ្នកគុតគង់ប្រចាំខែប្រចាំថ្ងៃតែយើងបានបងប្អូនយើងប្រជាពលរដ្ឋខ្មែរចាចឹងជាចុងក្រោយខ្ញុំមិនមានពាក្យពេចន៍អីច្រើនគ្រាន់តែអរគុណលោកគ្រូអ្នកគ្រូហើយកូនទាំងអស់គ្នាចាដែលស្រឡាញ់ក្មេងកំព្រាចាគាត់បាត់បង់ឪពុកម្ដាយបាត់បង់ក្រុមគ្រួសារតែគាត់មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងស្រឡាញ់និងយកចិត្តទុកដាក់គាត់ច្រើនមែនទែនធ្វើឲ្យគាត់ញញឹមឃើញគាត់ស្អាតទេស្អាតទេកូននឹងហើយនេះជាកម្លាំងចិត្តមួយ